កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកម្មវិធីនេះរៀបចំឡើងដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងវត្ថុបំណងឈានទៅដល់ការកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានអំណាចដោយប្រើយន្តការ8ចំណុចជាគន្លឹះដើម្បីសម្រេចវត្ថុបំណងនេះកម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋទៅលើគោលធំចំនួន3គឺការយល់ដឹងអំពីប្រជាធិបតេយ្យកិច្ចប្រតិបត្តិព្រះធម៌និងសីលធម៌សង្គមកម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានផ្សាយតាមរយៈវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ FM 105 MHz ផ្សាយចេញពីរាជធានីភ្នំពេញដែលផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង2ដល់ម៉ោង3រសៀលនិងមានកម្មវិធីផ្សាយផ្ទាល់ដោយផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចុចទូរស័ព្ទចូលបញ្ចេញមតិយោបល់ឬចោទសួរដេញដោលទៅកាន់វាគ្មិននៅក្នុងកម្មវិធីនេះដល់យូរពេកអូបឡុងគាត់សួរថាមើលលោកប្រធានអាតិចជាងគេបំផុតទៅប្រមាណតែលោកប្រធានយកដឹងសំស៊ីគាត់ឆ្លើយថាម៉េចមកតំណែងឲ្យតែគេឲ្យមកតំណែងគឺយកហ្មងទីបំផុតទៅបងប្អូនដល់ពេលគាត់អត់បានកសាងពលគណៈបកហ៊ុនស៊ិនប៉ិចឲ្យមកតំណែងហ្នឹងឲ្យមកអូបឡុងយកបាត់ហ្មងចូលគណៈបកហ៊ុនស៊ិនប៉ិចបដ ாய் អាអ្នកចរចាហ្នឹងអាមេនដើកហ្នឹងមុនដំបូងយើងស្រឡាញ់ស្រីម្នាក់ហ្នឹងឲ្យអាមេនដើកទៅចរចាយូរត្រូវអាមេនដើកហ្នឹងបាត់ទៅបានតែមកតំណែងបានអូបឡុងហ្នឹងអូបឡុងយកបាត់សំរងស៊ីតលេគេដល់តលេគេចេញមកខាងក្រៅវិញយើងមិនចូលរដ្ឋាភិបាលទេយើងមិនធ្វើអាយ៉ងមួយរដ្ឋាភិបាលប៉ិនការពិតចង់ចូលប៉ិនគេអត់ឲ្យចូលសំរងស៊ីកាលជំនាន់នឹងហាត់អង្គរៈ300នាក់រួចស្រេចខ្ញុំនៅក្នុងគណៈបកនឹងខ្ញុំដឹងរឿងខ្ញុំថាប្រជាប្រដ្ឋខ្មែរក្រៅនោះថាសំរងស៊ីខ្លាំងប្រឆាំងមួយគណៈបកប្រជាជនគ្មានពីណាប្រហែលសំរងស៊ីខ្ញុំសឹងថាអាចហើយអត់ដឹងរឿងនៅខាងក្នុងគេប្រងលក់តំណែងលក់ទួនាទីហើយនិយាយពីអ្នកនៅក្នុងគណៈបកសំរងស៊ីបងប្អូនសមាជិកដែលវាប្រឹងធ្វើការនិយាយពីមួយមុខឡើងខ្មៅជំនុំគ្នាតែក្បែរគុំអាស័យហើយចាំមើលមិនដឹងជាមកពីណាខ្លះទេគណៈបកយើងឥឡូវសុទ្ធតឡានមកចូលមកពេញគណៈបកសុទ្ធតែមកទិញតំណែងហើយចាំមើលឲ្យតែលក់តំណែងអស់អាពួកនោះអញបាតកម្មតែហ្មងហើយចាំមើលនិយាយពីសំរងស៊ីគាត់ហៅចូលទៅក្នុងបន្ទប់ពួកយើងដែលវាឆ្លោះគ្នាហ្នឹងភ័យខ្លាចពួកអ្នកមកពីក្រៅមកទិញតំណែងពួកដឹងតែសំរងស៊ីចិត្តចូលរដ្ឋាភិបាលនិយាយពីឡានមកពេញដឹងសិតតែមុខថ្មីដឹងមកពីណាអាអ្នកមានលុយមករកទិញតំណែងហើយអាអ្នកខំធ្វើការវាក្តៅក្រហាយវាថាឲ្យតែសំរងស៊ីលក់តំណែងឲ្យគេវាដឹងតែបាតកម្មហ្មងសំរងស៊ីគាត់ហៅទៅប្រជុំនឹងគាត់និយាយថាមកថយបងប្អូនហើយបងប្អូនអាណិតខ្ញុំកុំឆ្លោះគ្នាពេកមិនខ្វះទេតំណែងមិនខ្វះទេតំណែងបងប្អូនតែយើងចូលទៅមានមន្ត្រីថ្នាក់ក្រុមច្រើនណាស់ដែលយើងអាចសុំគណៈបកប្រជាជនបានកុំឆ្លោះគ្នានៅច្រើនណាស់ទីបំផុតអត់ទាំងអស់ពួកគណៈបកប្រជាជនមើលទៅខាងគណៈបកសំរងស៊ីចូលទៅមិនស្មោះត្រង់ទេអញ្ចឹងសុកចិត្តឲ្យ 40% ទៅខាងគណៈបកហ៊ុនស៊ិនប៉ិចរួចហើយឲ្យគណៈបកហ៊ុនស៊ិនប៉ិចយកមកចែកសំរងស៊ីទៅគណៈបកហ៊ុនស៊ិនប៉ិចឯនោះកំពុងតែឆ្លោះគ្នាផងស្អែកឲ្យស៊ីអត់ឈប់អញ្ចឹងបានហ៊ុនស៊ិនប៉ិចឲ្យលាយទៅហើយសំរងស៊ីគាត់ប្រងចូលដែរពួកអីពួកទ័ពរបស់គាត់នឹងថាតស៊ូយូរហើយអត់បានតំណែងសោះអត់បានតាណាងរាជប្រហែលអ្នកអញអត់បានសោះវាចេះតែរត់ដល់ពេលអញ្ចឹងសំរងស៊ីថាណាត់នឹងចូលហើយបើសំរងស៊ីចូលប្រហែលជា3ឆ្នាំរត់ចេញមកវិញហើយកាលហ្នឹងប្រងធ្វើអញ្ចឹងខ្ញុំតារត់ចេញមកវិញចាំមើលអាខ្លះកំពុងតែធ្វើរដ្ឋមន្ត្រីមើលវាអត់ចេញចាំមើលវាអត់ចេញអាហ្នឹងតាំងបែកបាក់បាក់ទៀតកំពុងតែឆ្លោះចោះឆ្លោះឡើងគណៈបកប្រជាជនហ្នឹងគេឲ្យ 40% ទៅហ៊ុនស៊ិនប៉ិចលែងឲ្យមកសម្ព័ន្ធភាពហ៊ុនស៊ិនប៉ិចហើយសំរងស៊ីអត់ឲ្យសម្ព័ន្ធភាពផងឲ្យទៅហ៊ុនស៊ិនប៉ិចហើយឲ្យសំរងស៊ីលូនទៅយកខ្ញុំថាកុំទៅថោកសំរងស៊ីថាអត់ទេដើម្បីចូលប្រទេសខ្មាំងចូលតាមជើងខោក៏ចូលដែរប្រជុំគណៈកម្មការនយោបាយគាត់និយាយអញ្ចឹងចូលតាមជើងខោក៏ចូលដែរមកតំណែងក៏យកដែរទីបំផុតមកតំណែងបានអ៊ូបន្លុងអាអ្នកចរចាហ្នឹងបាត់តសងៃទៅចូលទៅបាត់ទៅអ៊ូបន្លុងគាត់ថាអើយគាត់ចាស់ហើយគាត់ជិលទៅទៀតគាត់ចាស់ហើយចិត្តជាងហើយចរចាឡើងថាអើយជិលគាត់យកតែហ្មងអាហ្នឹងរឿងអីបងប្អូនអត់កសាងពលគុំច្រឡំថាសំរងស៊ីនិងកឹមសុខានេះ
អាចធ្វើទៅជាអាចធ្វើឲ្យទៅជាសង្គមមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់បានបងប្អូនមើលតែដំណើររបស់វាណាបងប្អូនឃើញកម្មសខាសំរងស៊ីចូលក្នុងវេទិកាសាធារណៈគេសិតតែឈរតម្រង់ជួរផ្ទះដៃឥឡូវហ្នឹងអង្គរៈគេដើរឆ្វេងឆ្វាច់រុញអាពួកអ្នកឈរតាមផ្លូវហ្នឹងឲ្យនៅចំហៀងមិនខ្លាចគេធ្វើដូចគណៈបកប្រជាជនអត់ខុសទេតែឈ្នះឆ្នោតគ្មានសង្គមមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាទេអត់ទេកម្មសខាអញ្ចឹងរាល់ថ្ងៃគាត់ហូបបាយមួយប្រជាពលរដ្ឋម្ដងគាត់និយាយថាម៉េចទេបងប្អូនឃើញទេមានពីណាដែលហូបបាយជាមួយប្រជាពលរដ្ឋមានអ្នកធំណាហូបបាយមួយប្រជាពលរដ្ឋដូចខ្ញុំឃើញទេធ្វើដូចគាត់នឹងចុះមកពីលើមេឃអញ្ចឹងបងប្អូនគាត់តែហូបបាយមួយប្រជាពលរដ្ឋមកពេលក៏យកមកនិយាយដែរអញ្ចឹងអត់មានខ្លាយទៅជាសង្គមរបស់ពួកយើងទាំងអស់គ្នាទេបងប្អូនមានតែសង្គមត្រួតត្រាទេពួកហ្នឹងបងប្អូនណាមិនដែលនិយាយពីអំណាចរបស់ប្រជាពលរដ្ឋទេនិយាយអំពីរឿងការបោះឆ្នោតឲ្យគេមកចាំគេធ្វើឲ្យប្រជាពលរដ្ឋស្រួលតែហ្មងមិនដែលនិយាយពីការផ្ដល់អំណាចទៅឲ្យប្រជាពលរដ្ឋក្នុងការរៀបចំចាត់ចែងកិច្ចការប្រទេសទេអត់និយាយពីប្រព័ន្ធ check and balance ទេដល់ពេលយើងនិយាយត្រង់ចំណុចហ្នឹងខ្លាំងដឹងពួកអ្នកគ្រប់គ្រងវានោះណាដែលវាបានអំណាចបានតួនាទីនៅពេលដែលគណៈបកក្នុងឈ្នះឆ្នោតដឹងវានិយាយថាម៉េចទេវានិយាយថាយើងគ្រប់វេទិកានិយាយតែយន្តការ8ចំណុចអាគណៈបកនោះគ្មានចេះអីទេចាំមើលបើឈ្នះឆ្នោតទៅស៊ីយន្តការ8ចំណុចខ្ញុំថាអាភ្លើវាមិនដែលអាមនុស្សណាទៅស៊ីអាយន្តការ8ចំណុចឲ្យរស់ទេគេមិនមែនភ្លើទេគេធ្វើសង្គមមួយដែលពួកយើងរស់នៅដោយសុខសាន្តទាំងអស់គ្នាជាសង្គមមួយដែលពោពេញទៅដោយលោកសម្ភារៈក្នុងហើយគេមិនមែនភ្លើទេប៉ុន្តែគ្រាន់តែជាចំណុចដំបូងដែលគណៈបកដតៃទៀតគេអត់គិតនេះគឺជាវិធានការទី1ដែលរុញច្រានឲ្យសង្គមរបស់យើងคล้ายទៅជាសង្គមនីតិរដ្ឋគឺរៀបចំប្រព័ន្ធឲ្យមាន check and balance រឿងហ្នឹងបងប្អូនយើងមិនអាចនិយាយលំអិតប្រាប់ប្រជាពលរដ្ឋទូទៅបានទេពីព្រោះជារឿងបច្ចេកទេសល្អិតចាំដល់ពេលយើងដែលជាអ្នកទទួលភារកិច្ចពីប្រជាពលរដ្ឋទៅកាន់ការងារហ្នឹងឧទាហរណ៍ដូចជាពួកនិស្សិតដែលត្រូវទៅឈរជារដ្ឋមន្ត្រីជាតំណាងរាស្ត្រអីអានឹងយើងនិយាយគ្នាលម្អិតហ្មងឲ្យខ្ទេចអំពីប្រព័ន្ធដឹកនាំរដ្ឋហ្នឹងហ្មងឲ្យយល់គ្នាថាអា check and balance ហ្នឹងយ៉ាងម៉េចឲ្យយល់ទាំងអស់យើងមិនអាចនិយាយទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យគាត់បានយល់ទេប៉ុន្តែបងប្អូនយល់ជាទូទៅដើម្បីឲ្យមានការអនុវត្តច្បាប់ទៅលើមនុស្សគ្រប់គ្នាក្នុងសង្គមនៅស្រុកគេធ្វើប្រព័ន្ធ check and balance បងប្អូនមើលតែបារ៉ាក់អូបាម៉ាប្រធានាធិបតីនៃប្រទេសមហាអំណាចទី1លើលោកប៉ុន្តែគាត់អត់មានឥទ្ធិពលទៅលើអង្គរៈរបស់គាត់ទេអង្គរៈនឹងចាំតការពារប្រធានាធិបតីទៅប៉ុន្តែបងប្អូនមើលស្រុកខ្មែរមើលអង្គរៈនៅក្រោមឥទ្ធិពលនាយករដ្ឋមន្ត្រីមេប៉ូលីសមេតាហានទាំងស្នងការខេត្តស្នងការរងស្នងការស្រុកអីហ្នឹងសតទៅនៅក្រោមឥទ្ធិពលនាយករដ្ឋមន្ត្រីទាំងអស់កុំថាត្រឹមស្នងការមេភូមិទៀតណាគ្រាន់តែឮថានាយករដ្ឋមន្ត្រីរមុខមេភូមិហ្នឹងរៀកនោមបាត់ទៅនៅស្រុកគេណាប្រធានាធិបតីទៅជួបអ្នកដាំដំណាំអ្នកដាំដំណាំហ្នឹងវាដាំដំណាំបានធំពេកទេនោះបានដំណាំទៅផ្លែឧទាហរណ៍តែផ្លែល្ពៅធំប្រធានាធិបតីចង់ជួបទៅជួបហ្មងដល់គេប្រាប់ថាណាប្រធានាធិបតីមកចង់ជួបនឹងគាត់និយាយថាម៉េចទេមកថ្ងៃហ្នឹងអត់ឲ្យជួបឲ្យណាត់អត់ណាត់ទុកមុនផងទៅវិញសិនទៅណាត់ប្រធានាធិបតីដឹងធ្វើម៉េចទេបងប្អូនទោះបីខឹងថាអញប្រធានាធិបតីវាធ្វើដល់ម្លឹងក៏មិនដឹងធ្វើអីគេដែរហ៊ានណាបងប្អូនវា check and balance វាអត់ហ៊ានធ្វើបើសិនណាជាឲ្យសមនឹងស៊ីកម្មសខាបយលមើលគាត់ថាណោះឃើញប្រធានាធិបតីនៅស្រុកគេប្រជាពលរដ្ឋអ្នកដាំដំណាំដេញទៅវិញគេទៅវិញគេអត់មានធ្វើបាបប្រជាពលរដ្ឋទេធ្វើបាបក៏មិនបានដែរធ្វើបាបមិនបានបងប្អូនវាអត់មានអំណាចនៅក្នុងដៃដើម្បីគៀបសកត់ក្រៅផ្លូវច្បាប់អារំលោភអំណាចដែលប្រជាពលរដ្ឋបកគលឲ្យយកទៅប្រើជាអំណាចផ្ទាល់ខ្លួនវាអត់មានអំណាចនោះនេះគឺជារបៀបទី1ដើម្បីធ្វើឲ្យសង្គមរបស់យើងคล้ายទៅជាសង្គមនីតិរដ្ឋដល់ពេលចំណុចទី2គឺការកសាងពលឲ្យមានខ្លឹមរឿងហ្នឹងបងប្អូនគ្រប់គណៈបកគេដែរធ្វើឯងយើងយល់ថាទោះបីជាសង្គមមួយមានលោកសម្ភារៈពោពេញក៏ដោយប៉ុន្តែពលរដ្ឋជាពលរដ្ឋដែលគ្មានខ្លឹមបើបរទេសខ្លឹមរបស់ប្រជាពលរដ្ឋវាជាទូទៅវាផ្ដោតទៅលើតែបញ្ហាបច្ចេកទេសឯងពួកយើងយល់ថាទោះបីមានលោកសម្ភារៈប៉ុណ្ណាក៏ដោយតែពលរដ្ឋដែលគ្មានការអប់រំដែលយើងចាត់ទុកថាគ្មានខ្លឹមសង្គមរបស់យើងរស់នៅមិនបានសុខទេមនុស្សបងប្អូនកាន់តែចេះរួចហើយមនុស្សខូចកាន់តែគ្រោះថ្នាក់បើកុំចេះធូរបន្តិច
ចេះឲ្យខូចចេះកាន់តែគ្រោះថ្នាក់បងប្អូនមើលអាជ្រឹមនេះមួយវាចេះណាបងប្អូនប៉ុន្តែវាខូចមនុស្សដែលខូចឲ្យបើកុំចេះល្អជាងអញ្ចឹងបានយើងត្រូវកសាងដួងចិត្តរបស់ប្រជាពលរដ្ឋយើងឲ្យមានគុណធម៌គឺការចែករំលែកក្រៅអំពីគណៈបករបស់យើងបងប្អូនអត់មានពីណានិយាយទេមានគេនិយាយមួយខ្ញុំច្រើនណាបងប្អូនណាគេថាគណៈបកយើងបើកុំវាយបហាសាសនាណាប្រហែលមានអ្នកសាសនាហ្នឹងគ្រប់គ្រងច្រើនខ្ញុំសួរតគាត់វិញថាម៉េចទេខ្ញុំសួរថាបើយើងកុំវាយប៉ះសាសនាហ្នឹងកុំនិយាយការពិតរហូតដល់ប៉ះពាល់ខាងសាសនាហ្នឹងអាណត្តិក្រោយយើងឈ្នះឆ្នោតអត់ខ្ញុំសួរចឹងបើយើងកុំវាយណាអាណត្តិក្រោយឈ្នះឆ្នោតអត់គេថាហេមិនទាន់ឈ្នះទេប៉ិនបានកៅអីខ្លះខ្ញុំថាបើមិនឈ្នះទេខ្ញុំវាយបើត្រឹមតែបានកៅអីខ្លះខ្ញុំវាយបើសិនណាជាស្ទង់ទៅឃើញថាវាឈ្នះហ្មងខ្ញុំសុកចិត្តអត់និយាយសិនណាចាំដល់ពេលឈ្នះឆ្នោតងាកមកលុតវិញប៉ុន្តែបើយើងស្ទង់ទៅប៉ុន្តែពេលដែលយើងស្ទង់ទៅយើងមិនឃើញថាយើងអាចឈ្នះឆ្នោតភ្លាមផងគេថាបើកុំវាយបាន 4-5 កៅអីដែរព្រោះយាយតាអស់ហ្នឹងបើនិយាយពីរឿងនយោបាយគាត់យល់ប៉ុន្តែពេលប៉ះសាសនាគាត់ខឹងបើស្នាឯងកុំវាយប៉ះសាសនាបាន 4-5 កៅអីដែរខ្ញុំថាបើឈ្នះយើងអាចកាន់អំណាចរួចហើយត្រឡប់មកវាយយាយតាអស់ហ្នឹងវិញប៉ុន្តែបើយើងបានត្រឹមតែ 4-5 កៅអីយកមកធ្វើអីបងប្អូនយកមកធ្វើអីវាអត់បានសម្រេចគោលដៅបើយើងកែមនុស្សប៉ុណ្ណឹងអញ្ចឹងយើងសម្រេចថាវាយពីឥឡូវត្មងវាយពីឥឡូវទៅឲ្យហើយត្មងទៅពីព្រោះបើយើងអត់វាយខាងពុទ្ធសាសនានឹងទេយើងគ្រាន់តែបាន 4-5 កៅអីបានតែយើងណា 4-5 កៅអីប៉ុន្តែសង្គមរបស់យើងវាអត់មានអធិពលរបស់យើងទៅកែសង្គមផងណាបងប្អូនខ្ញុំគិតឃើញអញ្ចឹងខ្ញុំថាទេអត់យកទេ 4-5 កៅអីបើអត់វាយអាណត្តិក្រោយឈ្នះអានឹងយកអត់វាយទេសុកចិត្តទ្រាំសិនណាមើលកាលវាថាអត់វាយឈ្នះឆ្នោតហើយចាំសំពងក្រោយប៉ុន្តែមើលទៅវាមិនដល់ប៉ុណ្ណឹងគេថាបាន 4-5 កៅអី 4-10 កៅអីដែរថាអត់ទេបើធ្វើចឹងត្រែអត់តែហ្មងពីព្រោះបាន 4-10 កៅអីបានតែយើងតាប៉ុន្តែសង្គមអត់មានប្រែប្រួលអីផងប៉ុន្តែយើងសប្ងៃអត់ទាន់បានកៅអីទេបងប្អូនប៉ុន្តែអត្តពលទៅលើសង្គមខ្លាំងណាបងប្អូនឆ្នាំមុនខ្សោយតែបាយបិណ្ឌទេបាយបិណ្ឌខ្សោយហ្មងឆ្នាំនេះមិនខ្សោយតែបាយបិណ្ឌខ្សោយដល់កឋិនទៀតកឋិនខ្សោយបងប្អូនកាលពីមុននិយាយពីខ្ញុំនៅពេញជិះទៅជួបតែរោងកឋិនឥឡូវកឋិនខ្សោយមែនតើហ្មងងាប់មនុស្សយល់ហ៎បងប្អូនមនុស្សយល់អាបុណ្យបែបជំនឿសាសនាហ្នឹងបាត់អស់មនុស្សចាប់ដើមចេះធ្វើល្អដោយអត់ចង់បានបុណ្យបានអីទេគឺថាអាណិតពីណាឲ្យពីនោះហ្មងបងប្អូនឃើញអត្តពលយើងទៅលើសង្គមវាមានអត្តពលប៉ុណ្ណាសំរងស៊ីធ្វើយូរហើយអាកែសង្គមអត់កើតទេយើងមានអត្តពលទៅលើសង្គមអ្វីបាត់តែគេមិនមាត់ទេបងប្អូនប៉ុន្តែគេស្ដាប់យើងគ្រប់គ្នាណាទូទៅគឺស្ដាប់យើងហើយស្ដាប់ហើយមនុស្សរកប្រយោជន៍ដឹងថាអូធ្វើកឋិនកាលពីមុនអញវិញតាគេបោកតាវាអត់គ្រប់គ្រងយើងជាផ្លូវការទេប៉ុន្តែវាអត់ធ្វើរឿងណាដែលខាតប្រយោជន៍វាទេអញ្ចឹងបានខ្ញុំចេះតែសួរទៅយាយតាខ្លះដែលគេនិយាយថាយើងនិយាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំថាអូកាលពីមុនយាយតាយកទៅចំណាយក្នុងរឿងជំនឿសាសនាហ្នឹងណាដល់ពេលលោកយាយលោកតាស្ដាប់ខ្ញុំយល់ហើយយកមកឲ្យខ្ញុំអីលុយហ្នឹងគេយកទៅទុកចាយខ្លួនឯងតាមមិនក៏ខ្ញុំថាមិនថាខ្ញុំនិយាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមួយខែខ្ញុំអស់លុយមិនចេះតិចដែរហ្នឹងដើម្បីកសាងសង្គមរបស់យើងពួកយើងយល់ច្បាស់ថាត្រូវតែកសាងរាជហ្មងបងប្អូនមើលឃើញរឿងជំនឿសាសនាហ្នឹងប៉ះពាល់ជាផលអាក្រក់តិចណាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរខ្ញុំថាប៉ះច្រើនជាងនយោបាយទៀតណាបងប្អូនពុទ្ធសាសនាចូលប្រទេសយើងយូរហើយឥឡូវចូលដល់ឈាមខ្មែរអត្តចរិតរបស់យើងនឹងជាប់តាក់ទងនឹងពុទ្ធសាសនាខ្លាំងណាបងប្អូនរឿងពុទ្ធសាសនាដែលយើងយល់ខុសហ្នឹងណាបងប្អូនជះអត្តពលអាក្រក់ទី1 stop ហ្មង stop គេថា stop បញ្ឈប់ការគិតបញ្ឈប់ហ្មងមនុស្សបញ្ឈប់ការគិតដូចក្បត់អត់សលៀងអញ្ចឹងណាវាគាំងទាំងអស់ទៅណាលោកយាយលោកតាសប្ងៃអត់ទេអត់គិតហ្មងពុទ្ធលោកសម្ដែងថារឿងធម៌រឿងអាអត់មានរឿងអីត្រូវមន្ទិលសង្ស័យទេរាល់ការសម្ដែងពុទ្ធតែងតែសួរថាតើអ្នកយល់អត់បើមិនយល់ទេសួរអត់មានរឿងអីក្នុងរឿងបយលធម៌ជារឿងសវៈសវណ្ណជារឿងសៅមងជារឿងមន្ទិលសង្ស័យជារឿងវិជិកិច្ឆាទេរឿងធម៌រឿងអានេះត្រូវជារឿងជ្រះស្រឡះពុទ្ធលោកទៅតាមផ្លូវហ្នឹងបង្រៀនរួចហើយពុទ្ធលោកសួរថាយល់អត់បើមិនយល់សួរហើយបងប្អូនមើលយាយតាសប្ងៃមើលគាត់ដែរសួរណាលោកទេសរួចហើយគាត់ដែរសុំក្បាលមីក្រូសួរអត់
ឃើញវាខុសហ៎ក្បាលគាត់ក្រាំងឈឹងណាគាត់លែងពិចារណាគឺគាត់ជឿតែហ្មងអញ្ចឹងពុទ្ធសាសនាខុសហ្នឹងទី1ធ្វើឲ្យខូចខួរក្បាលខ្មែរអាក្បាលត្រូវប្រើធម្មជាតិបង្កើតមកសម្រាប់គិតពិចារណាគាត់លែងគិតគាត់ទៅជាជឿលែងគិតឯក្បាលខ្មែរទី2ខាត់លុយខាត់កាក់ព្រោះតែជឿគាត់ធ្វើចំណាយលុយចំណាយកាក់ច្រើនណាបងប្អូនណាពហិមួយអស់លុយច្រើនណាបើរូបយកមកធ្វើថ្នល់បានណាបងប្អូនណាថ្នល់កស៊ូគ្រប់ភូមិហើយបងប្អូនស្ទង់ចិត្តប្រពុតមើលបើប្រពុតលោកគង់បញ្ជននៅណាយើងស្ទង់ចិត្តរបស់ប្រពុតមើលមានលុយ$20,000ឧទាហរណ៍ហើយលូនទៅចិត្តប្រពុតថាព្រះអង្គរវាងថ្នល់ហើយនឹងពហិថ្នល់ខ្ញុំកសាងដើម្បីជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋទូទៅហើយនឹងពហិខ្ញុំសង់ទុកប្រគេនព្រះអង្គសួរថាព្រះអង្គឲ្យខ្ញុំសង់មួយណាទៅបងប្អូនពិចារណាអំពីចិត្តរបស់ព្រះពុទ្ធមើលបំព្រះពុទ្ធប្រាប់ថាម៉េចទេព្រះពុទ្ធប្រាប់ថាសង់ប្រយោជន៍គេទៅកូនប្រយោជន៍គេទៅព្រះពុទ្ធរហូតដល់និយាយចេះទៀតណាលោកប្រាប់ថាការបូជាតថាគតដែលល្អជាងគេបំផុតគឺបដិបត្តិបូជាពេលដែលព្រះពុទ្ធចិត្តបរិនិព្វានណាបងប្អូនថាតាមគេណាថាតាមកាពីណាគេថាមនុស្សយកផ្កាទៅបាចឡើងពេញព្រះពុទ្ធទាំងអស់ជុំវិញទាំងអស់គេថាមិនមែនតែមនុស្សទេគេថាទេវតាមកបាចទៀតនោះដឹងព្រះពុទ្ធលោកសម្ដែងថាម៉េចទេថាការបូជាទាំងអស់នេះណាទោះបីបាចផ្កាភ្ញីព្រះពុទ្ធលោកបដូចតាំងពីផែនដីរហូតទៅទទួលឋានប្រអិនទីប្រមាណឯណោះព្រះពុទ្ធលោកថាបូជាប៉ុណ្ណឹងក៏មិនស្មើនឹងបដិបត្តិបូជាដែរព្រះពុទ្ធលោកសម្ដែងថាចឹងថាបូជាតថាគតជាផ្កាជាភ្ញីតាំងពីផែនដីគោទៅដល់ឋានប្រអិនទីប្រមាណក៏ដោយមិនស្មើនឹងបដិបត្តិបូជាទេបដិបត្តិបូជាគឺជាការបូជាតថាគតល្អជាងគេបំផុតស្អីគេបដិបត្តិបូជាថាមេរៀនដែលតថាគតប្រាប់ទាំងប្រមាណដើម្បីឲ្យបានទៅជាប្រយោជន៍សម្រាប់កូននិងសង្គមគ្រួសារកូននឹងកូនយកទៅបដិបត្តិទៅមិនបាច់គិតដល់តថាគតទេបដិបត្តិបូជាដូចម៉ែឪយើងគាត់និយាយថាកូនឲ្យកូនមិនបាច់យកបាយយកសឡមកឲ្យម៉ែទេកូនឯងធ្វើម៉េចឲ្យតែសុខស្រួលក្នុងគ្រួសារកុំឆ្លោះប្តីឆ្លោះប្រពន្ធអានឹងម៉ែសប្បាយចិត្តណាស់កូនម៉ែសប្បាយចិត្តណាស់បដិបត្តិតាមតែម៉ែប្រាប់ទៅកូនអញ្ចឹងពេលដែលម៉ែឪយើងស្លាប់ទៅក៏ដោយយើងត្រូវនឹកគិតដល់បំណងរបស់គាត់ពេលដែលនៅរស់អូម៉ែអញចង់ឲ្យក្រុមគ្រួសារអញត្រូវគ្នាកុំឆ្លោះគ្នាអញ្ចឹងពេលដែលឆ្លោះគ្នានឹកឃើញដល់ម៉ែឪអញ្ចឹងបើបងប្អូនគោរពម៉ែគោរពឪបូជាម៉ែឪពិតប្រាកដមែនត្រូវនឹកដល់បណ្ដាំម៉ែឪប្រាប់ថាធ្វើម៉េចព្រះពុទ្ធលោកប្រាប់ថាអញ្ចឹងថាកូនឲ្យកូនការបូជាតថាគតល្អជាងគេបំផុតគឺបដិបត្តិបូជាស្អីគេបដិបត្តិបូជាថាមេរៀនតថាគតប្រាប់ប្រមាណយកទៅអនុវត្តឲ្យបានជាប្រយោជន៍របស់កូនទៅហើយសពថ្ងៃអូគេសង់រូបពុទ្ធអញ្ចេះគេសង់រូបពុទ្ធអញ្ចឹងបើពុទ្ធលោកគង់នៅកូនឲ្យកូនប្រាប់មិនចាំហ្មងប្រាប់ដូចតែសេសបុតកូនឯងមិនចាំយ៉ាប់យ៉ាងនេះបដិបត្តិបូជាកូនបដិបត្តិបូជាបំណងល្អរបស់ពុទ្ធណាដែលយើងគោរពលោកមិនឲ្យយើងទៅគោរពលោកទេលោកប្រាប់ថាតថាគតនេះណាជាអង្កត់អូអត់បានប្រយោជន៍អីសម្រាប់ខ្លួនឯងទេលោកអស់អញណាលោកឆាន់បាយមួយពេលពីរពេលដើម្បីញ៉ាំងជីវិតឲ្យរស់ធ្វើជាប្រយោជន៍សម្រាប់យើងតាព្រះពុទ្ធលោកមិនទាន់បរិនិព្វានទេណាមិនទាន់អស់អាយុណាមិនទាន់អស់ផងប៉ុន្តែសួរគេទៅគេថាអស់ហើយអ្នកដែលមានឧបនិស្ស័យអស់ហើយព្រះពុទ្ធថានៅទៅអីទៀតចុងហ่ะដូចគាត់អស់នៅទៅអីទៀតនៅដើម្បីប្រយោជន៍គេឥឡូវអស់ហើយហ្នឹងអស់ហើយលោកទៅរឿងខ្លួនលោកមួយលោកចាត់ទុកដូចគាត់អស់ហើយស្រាប់ថ្ងៃព្រះពុទ្ធបរិនិព្វានហើយលេងឆ្លាក់ដៃឆ្លាក់ជើងមកព្រះពុទ្ធនេះ16 7000ណាឆ្លាក់ពីស្ពាន់ណា16,000 7,000អស់ពីឆ្លាក់ដៃឆ្លាក់ជើងហើយនឹកឃើញនេះនឹកឃើញនោះហែយាយប្រមូលលុយយាយថាអស់លុយអស់កាក់នឹកអត់ឈប់តិចធ្វើកោតមាសឲ្យប្រពុតបន្តិចធ្វើនេះតិចធ្វើនោះបើប្រពុតនៅប្រពុតឬដើមទ្រូងកូនឲ្យកូនបដិបត្តិបូជាកូនអញ្ចឹងសពថ្ងៃពួកអ្នកសាសនាវិញនៅក្នុងសាសនាបងប្អូនមានតែពីរពួកទេមានតែពួកវែងហើយពួកអត់វែងទេពួកអត់ជឿប៉ុន្តែបោកយកតែហ្មងអ្នកខ្លះជឿស្លុបថារឿងហ្នឹងវាអញ្ចឹងមកពួកទៅមកពួកទៀតអត់ជឿអីទាំងអស់